ក្រសួងការងារនាំយកឱកាសការងារ23ម៉ឺនកន្លែងទៅកាន់ព្រំដែនកម្ពុជាថៃសម្រាប់ពលករខ្មែរក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជូនមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែនកម្ពុជាថៃដើម្បីទទួលចូលឈ្មោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញហើយមានបំណងចង់បានឱកាសការងារភ្លាមៗក៏ដូចជាចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី15ខែមិថុនាឆ្នាំ2025រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអាដាមហេងសួរបានគូបញ្ជាក់ថាក្រសួងមានយន្តការគ្រប់គ្រាន់និងមានលទ្ធភាពសមរម្យគ្រប់គ្រាន់ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនពលករខ្មែរដែលមានបំណងនឹងបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបន្ថែមពីនេះអាដាមរដ្ឋមន្ត្រីបានគូបញ្ជាក់ផងទៀតថាក្រៅពីការផ្ដល់ឱកាសការងារឲ្យនោះក្រសួងក៏បានត្រៀមរៀបចំរួចរាល់ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជាទូទៅនិងពលករជាពិសេសផងដែរគិតត្រឹមថ្ងៃទី14ខែមិថុនាឆ្នាំ2025នេះកម្ពុជាមានឱកាសការងារទូទាំងប្រទេសប្រមាណ23កន្លែងនេះបើយោងតាមការប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក